សួស្តីម្ចាស់អាជីវកម្មទាំងអស់ដែលកំពុងតែប្រើប្រាស់ Smart Minoi និងសេវាកម្ម Smart Minoi Plus អញ្ចឹងថ្ងៃនេះ admin សូមមកធ្វើការបង្ហាញឬក៏ណែនាំខ្លះៗអំពី Smart Minoi Plus ដែលអតិថិជនគាត់នឹងយកទៅធ្វើការកម្មង់ទំនិញពីហាងរបស់ម្ចាស់អាជីវកម្មទាំងអស់គ្នាអញ្ចឹងជំនួសឲ្យការផ្ញើជាផលិតផលនិងតម្លៃទៅកាន់អតិថិជនតាមឆាតឬក៏តាម Telegram មួយគឺយើងប្រើប្រាស់ជា link ណាជា link ដូចនៅក្នុង screen ដែល link មួយនេះគឺអតិថិជនគាត់អាចបើកហើយគាត់នឹងទទួលបាន Smart Minoi គាត់នឹងឃើញថាតើហាងរបស់យើងមាន Minoi អីខ្លះហើយគាត់អាចធ្វើការកម្មង់គាត់អាចធ្វើការ search គាត់អាចធ្វើការ classify ទៅតាម category ដែលគាត់ចង់មើល category ដែលគាត់ចង់មើលហើយខាងលើនេះគឺជាការសន្សំពិន្ទុរបស់អតិថិជនអញ្ចឹងរាល់ការកម្មង់$1គឺខាងហាងនឹង convert ទៅជាមួយពិន្ទុផ្លាស់ប្ដូរទៅជាមួយពិន្ទុសម្រាប់អតិថិជនអញ្ចឹងរាល់ការកម្មង់ទាំងអស់គឺអត់មានភាពស្មុគស្មាញទេសម្រាប់ការកម្មង់នេះគឺអតិថិជនគ្រាន់តែ select ថាអតិថិជនចង់បានប្រមាណហើយអតិថិជនដឹងថាតើអីវ៉ាន់ហ្នឹងនៅសល់ក្នុង stock ឬក៏អត់បន្ទាប់ពីអតិថិជនធ្វើការដាក់កម្មង់ហើយអតិថិជនគ្រាន់តែចុចកន្លែងកាតអញ្ចឹងពេលដែលទំនិញបាន add ចូលកាតរួចរាល់អតិថិជនធ្វើការពជាទិញ Smart Minoi នឹងធ្វើការចាប់យកឈ្មោះលេខទូរស័ព្ទអតិថិជនពី Telegram ដើម្បីធ្វើការបញ្ចូលទៅក្នុងប្រព័ន្ធហើយអតិថិជនរបស់យើងគ្រាន់តែធ្វើការ verify ថាតើឈ្មោះនឹងនិងលេខទូរស័ព្ទនឹងត្រឹមត្រូវហើយបញ្ចូលអាសយដ្ឋានហើយសម្រាប់ map ខាងក្រោមនេះអតិថិជនក៏អាចធ្វើការ pin ប្រាប់ទៅម្ចាស់ហាងឬក៏ក្រុមការងារថាតើគាត់នឹងទទួលអីវ៉ាន់នៅកន្លែងណាឧទាហរណ៍ថាគាត់នឹងទទួលនៅផ្សារចាស់ Old Market នេះផ្សារចាស់តមកទៀតអតិថិជនយើងក៏ធ្វើការដាក់បញ្ជាទិញអញ្ចឹងបន្ទាប់ពីការបញ្ជាទិញបានជោគជ័យអតិថិជនគាត់នឹងទទួលបាន message ពីខាងហាងមួយដែលក្នុង message ហ្នឹងមាន invoice ហើយក៏ក្នុងហ្នឹងមានរ៉ាយរាប់ជាលាយលក្ខណ៍អក្សរថាតើអីវ៉ាន់ដែលអតិថិជនកំងមានប្រមាណដើម្បីទទួលបានភាពច្បាស់លាស់រវាងម្ចាស់ហាងនិងអតិថិជនណាហើយសម្រាប់ម្ចាស់ហាងក៏ដូចគ្នាម្ចាស់ហាងគាត់នឹងទទួលបានការ alert ជា Telegram ដូចគ្នាចេញពី group ដែល Smart Minoi គាត់បង្កើតឲ្យយើងក្រុមការងារយើងនឹងបង្កើតជា Smart Minoi group ដាក់ឲ្យម្ចាស់ហាងដើម្បីទទួលបាន notification បែបនេះអញ្ចឹងម្ចាស់ហាងនឹងដឹងគ្រប់ពេលដែលមានការកម្មង់ថ្មីហើយម្ចាស់ហាងអាចចូលទៅមើលតាម invoice ដែលផ្ញើនៅក្នុងហ្នឹងក៏បានឬក៏អាចចូលទៅក្នុង admin page ក៏បានអញ្ចឹងសម្រាប់វីដេអូនេះជាការបង្ហាញខ្លះៗអំពីការប្រើប្រាស់ Smart Minoi ជាមួយនឹងអតិថិជន